ជំរាបសួរបងបងប្អូនបុណ្យរីបាននាំយកនៃការដេខោកស៊ូហើយឥឡូវបងយកនៃមួយចំហៀងនៃខោយកទៅផងតាមជុំវិញកន្លងជុំវិញណាបងហើយមួយចំហៀងទៀតដូចគ្នាដែរបងហើយបន្តមកជាប់ចំណុចនៃការចុះគូតហ្នឹងយកដេចុះមកក្រោមដល់ចុងជើងទាំងសងខាងណាបងចាបងបើបងមានប៉ាសិនផងពីការស្រួលហើយចាបងនេះសម្រាប់ខោពេលបងដេឲ្យបងប្រឡត់ខាងត្រូវទាំងសងខាងហើយបន្ទាប់មកយើងភ្ជាប់ជុំវិញគូទៅណាបងយកចំហៀងសងខាងយកភ្ជាប់ជុំវិញគូចាបងនេះយើងបានជាខោទាំងមូលហើយយើងនៅតែបត់ចុងជើងហើយនឹងបត់ចង្កេះចាបងការបត់ចង្កេះហ្នឹងត្រូវវាស់មួយកៅស៊ូដែរណាបងដើម្បីឲ្យវាស៊ីគ្នាកុំឲ្យវាតឹងពេកឲ្យវាធូរបន្តិចទៅណាបងវាស្រួលនឹងការសូកកៅស៊ូចូលណាបងចាបងបន្ទាប់ពីបត់ចង្កេះហើយយើងបត់កៅស៊ូចូលហើយទាញសាច់នៃសាច់ខោហ្នឹងឲ្យវាស្មើគ្នាចាបងបន្ទាប់មកយើងសូកកៅស៊ូចូលទៅក្នុងចង្កេះខោហើយយើងទាញវាឲ្យស្មើណាបងហើយបន្ទាប់មកយើងដេកតំណវាភ្ជាប់ទាំងតំណនៃកៅស៊ូជាមួយនឹងការតំណនៃដេសាច់កណ្ដាប់បងសាច់កណ្ដាប់កន្លែងចង្កេះណាបងយើងដេភ្ជាប់វាចិត្តទៅចាបងរួចរាល់ហើយបងចាបងអូនក៏មានលក់ជាសម្លៀកបំពាក់សម្រាប់ចូលឆ្នាំខ្មែរដែរណាបងត្រូវការម៉ូដមួយណាអីអាចឆែកមើលវីដេអូបងអូននៅខាងក្រោមហើយបងចង់កំងទិញអីអាចតាក់ទង contact បងអូនតាម Telegram ដូចជា page ចាហើយអរគុណច្រើនបងសម្រាប់ការតាមដានវីដេអូបងអូនហើយបើបងចូលចិត្តជួយ follow និងឲ្យបេះដូងអ្នកមួយដើម្បីទទួលបានវីដេអូថ្មីថែមទៀតបងហើយអរគុណបងនឹងជួបបងនៅវីដេអូក្រោយ